ចឹងcheck តិចសម្រាប់គ្នាយើងអូខេចំពោះគ្នាយើងដែលបានឃើញ slide ហើយឮសំឡេងខ្ញុំច្បាស់សូម reaction ជាមេដៃឬក៏ជា language ឬក៏ signal ណាមួយដើម្បីបញ្ជាក់ថាយើងបានឮគ្នាហើយគេអរគុណលោកគ្រូតារាមានគ្នាយើងណាទៀតទេគេអរគុណឧត្តមអូខេលោកគ្រូសុបិនអរគុណច្រើនអូខេចឹងគ្រូចឹងចឹងជាកិច្ចចាប់ដើមសូមជម្រាបសួរលោកគ្រូហេងតារាលោកគ្រូហេងតារាបច្ចុប្បន្នគឺជា advisor របស់ CDL របស់យើងបាទចឹងសូមណែនាំខ្លួនខ្ញុំបន្តិចដោយសារប្រហែលជាមានលោកគ្រូអ្នកគ្រូមួយចំនួនក៏បានស្គាល់ខ្ញុំហើយក៏ប៉ុន្តែភាគច្រើននៃសិស្សពីយើងគឺមិនបានស្គាល់ទេចឹងខ្ញុំអាចឈ្មោះបាលីវណ្ថាហើយបច្ចុប្បន្នជានាយកសាលាឯកជនមួយស្ថិតនៅក្នុងខេត្តបាត់ដំបងហើយក៏ជា project manager ចំពោះកម្មវិធីសិក្សាពីចំណាយរបស់យើងផងដែរអូខេចឹង welcome ទាំងអស់គ្នាយ៉ាងកក់ក្ដៅហើយចំពោះការចូលរួមទាំងលោកគ្រូអ្នកគ្រូហើយយើងបានជួបគ្នាម្ដងហើយក៏សូមស្វាគមន៍បងប្អូនសិស្សានុសិស្សទី12ទាំងអស់គ្នាអូខេអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកជជែកគ្នាបន្តិចថាតើអ្វីទៅជា CDL ហើយយើងធ្វើវាធ្វើអីហើយក្នុងគោលបំណងអីអញ្ចឹងជាខេមរៈភាសាយើងហៅថាសហគមន៍ដើម្បីការសិក្សាពីចម្ងាយជាភាសាអង់គ្លេសយើងហៅថា Community for Distance Learning ឬហៅកាត់ថា CDL បាទអញ្ចឹងCDL គឺជាមានការព្រួយផ្ដើមឡើងដោយក្រុមយុវជនពណ៌បៃតងហើយក្នុងគោលបំណងក្នុងការលើកស្ទួយវិស័យអប់រំផ្នែក Digital Learning ដែលយើងគិតថាយើងនឹងជួយមួយផ្នែកក្នុងការសម្រេចគោលបំណងរបស់ប្រទេសកម្ពុជាយើងក្នុងការអភិវឌ្ឍឬក៏អភិវឌ្ឍជាពិសេសផ្នែកទៅលើ Digital Learning នឹងក្នុងឆ្នាំ2030ហើយជាពិសេសគឺអាចជួយបងប្អូននៅទូទាំងប្រទេសយើងក្នុងអន្តរកាល COVID នេះផងដែរហើយចំពោះផ្នែកខាងស្ដាំដៃនេះបងប្អូនឬក៏លោកគ្រូអ្នកគ្រូអាចឃើញ supporter ឬក៏នឹង partner របស់យើងបច្ចុប្បន្នយើងមាន5អង្គភាពហើយដែលយើងបានសហការ MOU ជាមួយគ្នាអញ្ចឹងក្នុងនោះផងដែរមាន community of practice ដែលជាសមាគមគ្រូបង្រៀនហើយបច្ចុប្បន្នយើងមាននៅសមាគមគ្រូបង្រៀននៅខេត្តសៀមរាបនៅខេត្តបាត់ដំបងខេត្តកំពង់ចាមហើយនៅខេត្តកំពតហើយនៅភ្នំពេញផងដែរហើយក៏ដូចជា Global Child នៅខាងសៀមរាប Unify Wisely Unify គឺនៅខាងអូស្ត្រាលីហើយ The Learning Space នៅសៀមរាបហើយក៏ Eco Home បាទអញ្ចឹងតើCDL អាចដំណើរការបានដោយសារនរណាគេហើយយើងមានការជួយគ្រប់គ្រងពីនរណាខ្លះអញ្ចឹងក្រុមការងារយើងបានដាក់ឈ្មោះថាជា CDL Family ក្រុមយុវជនស្ម័គ្រចិត្តរបស់ CDL បាទបច្ចុប្បន្ននោះបច្ចុប្បន្នភាពយើងមានសមាជិកជា core member ចំនួន19រូបដែលយើងនឹងធ្វើការជួយគ្នាតាមរយៈ online ទេហើយយើងមិនសូវបានជួបគ្នាប៉ុន្មានទេហើយបច្ចុប្បន្នក៏មានលោកគ្រូអ្នកគ្រូមកពីទូទាំងប្រទេសយើងចំនួន33រូបហើយយើងផ្ដល់កម្មវិធីហារុកពីប្រភេទសម្រាប់បងប្អូនដែលបច្ចុប្បន្នមានសិស្សចំនួន400នាក់ហើយអ្វីដែល surprise ឲ្យចាំមាននៅក្នុងចុងឆ្នាំនេះគឺសម្រាប់ K12 ដែលបងប្អូនបាននឹងកំពុងចូលរួមនេះគឺមានប្រហែលជា100នាក់បន្ថែមទៀតបាទអញ្ចឹងនៅក្នុងឆ្នាំ2021យើងនឹងគម្រោងផ្ដល់អាហារូបករណ៍បន្ថែមទៅលើចំនួនសិស្ស800កន្លែងបន្ថែមទៀតខាងស្ដាំដៃនេះគឺជាកម្មវិធីហើយនឹង campaign ផ្សេងៗរបស់ CDL ដោយតែបានលើកឡើងមិញយើងមានកម្មវិធីសិក្សាភាសាអង់គ្លេសPlan A នោះយើងហៅថាជាលក្ខណៈយើង follow ទៅតាម IELTS styles យើងហៅ one teaching technique skill ដែលយើង focus ទៅលើ reading writing speaking នឹងដោយ like ពីគ្នាប៉ុន្តែចំពោះ Plan B យើងបាន focus ទៅលើ textbook ទីទៀតខ្ញុំនឹងបង្ហាញថា textbook យើងប្រើអ្វីហើយយើងមានកម្មវិធី CDL Talk ដែលយើងហៅថា Sunday Series Session ហ្នឹងមានការចែករំលែកផ្សេងក៏ដូចជា best practice ក្នុងការបង្រៀនឬក៏អ្វីដែលអាចជួយបងប្អូនក្នុងការរៀនសូត្របានហើយយើងមានកម្មវិធីដើម្បីសិក្សាទៅលើការគ្រប់គ្រង page ក៏ដូចជា Facebook page management ផងដែរហើយអ្វីដែលយើងមានមោទនភាពក្នុងខែមុននេះនៅថ្ងៃទី22យើងបានធ្វើកម្មវិធីមួយគឺ
cycling for distance learning យើងបានធ្វើនៅព្រះដាក់គឺជោគជ័យមែនទែនហើយចំពោះ event ផ្សេងៗទៀតមានដូចជាការស្វែងរកជំនួយដើម្បីជួយខាងទឹកចំនួនផ្សេងៗហើយអ្វីដែលយើងនឹងក្រុមធ្វើនៅចុងឆ្នាំអធិស្ឋាននៅដើមឆ្នាំ2021នេះគឺនៅថ្ងៃទី2ទី3យើងនឹងធ្វើ camping មួយទៀតដែលយើងនឹងធ្វើនៅក្នុងកូឡែនហើយសង្ឃឹមថាបងប្អូនជាសិស្សនៅសិស្សទី12បន្ទាប់ពីប្រឡងចប់ហើយអាចចូលរួមបានហើយលោកគ្រូអ្នកគ្រូជា volunteer ថ្មីក៏អាចចូលរួមបានដូចគ្នាបាទអញ្ចឹងយើងបានមកមើលតើ CDL មាន structure បែបណាអញ្ចឹងយើងធ្វើការបតិកលាគ្នាហើយទោះបីជាវាជាសាលានៅលើមេឃមែនប៉ុន្តែយើងត្រូវមានរចនាសម្ព័ន្ធត្រឹមត្រូវដើម្បីងាយស្រួលក្នុងការគ្រប់គ្រងការងារបច្ចុប្បន្នយើងមានលោកគ្រូហេណារ៉ាជា advisor ជាប្រធានហើយយើងមាន co-founder នៅក្នុងនោះក៏មានលោកគ្រូតារាមានខ្ញុំមានលោកគ្រូហេច័ន្ទតារាផ្សេងៗហើយខ្ញុំដើរតួជា project leader ហើយយើងក៏មានក្រុមខាង treasurer ខាង admin និង finance CDL រកបានអាស្រ័យទៅលើ fund យើងមាន fund អញ្ចឹងយើងត្រូវមានក្រុម fundraising មួយទៀតហើយក៏មានផ្នែក support ខាងបច្ចេកវិទ្យាហើយនិងព័ត៌មានផ្សេងៗចំពោះខាងផ្នែកបង្រៀនយើងមាន academic team បាទហើយបន្តពីនឹងទៀតយើងមានផ្នែកគ្រូខាង coordinator ឬក៏ program coordinator ផ្សេងៗបាទនេះជា core member យើងខ្ញុំសូមមិនរៀបរាប់ឈ្មោះទេក្រៅពីលោកគ្រូអ្នកគ្រូចំនួន33រូបដែលគាត់កំពុងបង្រៀនពីថ្នាក់ថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ហ្នឹងគឺយើងបរៀនម៉ោង5នៅចន្លោះម៉ោង5ដល់ម៉ោង8ចន្លោះម៉ោងហ្នឹងហើយយើងមានសមាជិកផ្សេងទៀតដែលគាត់អាចថាលក្ខណៈថាចូលរួមហើយជួយទៅលើ event ផ្សេងៗចំនួន20រូបផ្សេងទៀតហើយនេះជាសិស្សយើងដែលយើងដកស្រង់មកខ្លះទេមិនបានទាំងអស់ទេហើយសង្ឃឹមថាចុងឆ្នាំនេះបងប្អូនទី12ក៏ដូចជាបងប្អូនដែលបាននឹងកំពុងរៀនក្នុងកម្មវិធីយើងនឹងបានជួបជាមួយគ្នាជាមួយនៅពេល graduation day ទាំងអស់គ្នាអូខេនេះជាសៀវភៅ textbook យើងដែលយើងប្រើ New Headway the last version ហើយនេះជាកម្មវិធីផ្សេងៗដែលយើងបានបង្កើតឡើងតែខ្ញុំបានយកមិនអស់ទេមានលោកគ្រូគាត់ធ្លាប់ចែករំលែកហើយមានទាក់ទងការគ្រប់គ្រង page ហើយក៏ខ្ញុំក៏ធ្លាប់ចែករំលែកម្ដងដែរហើយនេះជា digital technology លោកគ្រូហុងច័ន្ទរាគាត់នឹង brief សំទោសលោកគ្រូហុងច័ន្ទរាគាត់នឹង detail បន្ថែមទៅលើផ្នែកនេះហើយយើងប្រើ Zoom ប្រើ class CISO Airtable ឬក៏ digital library ផ្សេងៗហើយបងប្អូនអាចសិក្សាបន្ថែមបានអត់ខ្វះទេចំពោះ resource ផ្សេងៗដល់ពេលដែលយើងចូលមក CDL ចឹងមានទាំង resource មានទាំង digital library មានទាំង audio book YouTube channel ផ្សេងៗចឹងលើកលែងតែអ្នកដែលខ្ជិលរៀនទេហើយអ្នកដែលឧស្សាហ៍គឺមានគ្រប់សពតែម្ដងបាទនេះជាសកម្មភាព donate របស់យើងហើយផ្សេងៗអូខេ camping very excited for me ចឹងខ្ញុំគិតថាខ្ញុំត្រូវតែចូលរួមហើយនឹងរៀបចំកម្មវិធីនេះឲ្យកើតឡើងជាមួយលោកគ្រូតារាតែมันអាចរៀបចំតែ2-3នាក់នឹងបានទេលុះត្រាតែមានការចូលរួមពីលោកគ្រូអ្នកគ្រូក៏ដូចជាបងប្អូនសិស្សផងដែរបាទនេះជា plan សម្រាប់ឆ្នាំ2021យើងរៀបបានតែចាំងអធិស្ឋានណាអូខេចឹង2021យើងរៀបទុកហើយអញ្ចឹងសង្ឃឹមថាបងប្អូនដែលបាននឹងកំពុងរៀនក៏នឹង apply យក scholarship បន្តហើយណែនាំមិត្តភក្តិយើងថ្មីទៀតអូខេអញ្ចឹងCDL គឺ together and help Cambodia to achieve digital education by 2030 ចឹងចូលរួមទាំងអស់គ្នាណាអរគុណច្រើនបងប្អូនដែលមានសំណួរឬក៏អីអាចសួរបានណាអរគុណច្រើនមិនថាបាទលោកគ្រូជម្រាបសួរលោកគ្រូបាទខូន please តើការរៀននឹងរៀនរយៈពេលប៉ុន្មានថ្ងៃប៉ុន្មានខែដែរលោកគ្រូអូអានឹងនៅលើ agenda ខ្ញុំតិចទៀតខ្ញុំនឹងបញ្ចូលណាបាទលោកគ្រូបាទអរគុណច្រើនមានសំណួរតើតើនឹង CDL ទេបាទលោកគ្រូតើនឹងលោកគ្រូចង់សួរថាខាង CDL នឹងជាហារូបករណ៍ខាងណាដែរលោកគ្រូខ្ញុំអត់ទាន់ដឹងទេគ្រូអរគុណច្រើនអញ្ចឹងខ្ញុំនឹងឆ្លើយដែរបាទមានទៀតទេមានសំណួរទៀតទេអូខេវ៉ាន់ថាជួយឆ្លើយប្រាប់គាត់តិចទៅចឹងព្រោះវ៉ាន់ថាជា project manager ស្រាប់
បាទគេអរគុណច្រើនចំពោះសំណួរអញ្ចឹងដោយតែបានលើកឡើងមិញក្រុមសមាជិកសមហគមន៍គ្រូបង្រៀនខាងភាសាអង់គ្លេសក៏ដូចជាយុវជនបៃតងហ្នឹងយើងបានរកឃើញថាបច្ចុប្បន្នទាំងជីវភាពគ្រួសារក៏ធ្លាក់ចុះហើយបងប្អូនក៏មិនអាចមកជួបគ្នាបានទាក់ទងនឹង physical class ផ្ទាល់ហ្នឹងគឺអត់បានទេអញ្ចឹងយើងក៏នឹកឃើញបង្កើតសកម្មភាពនឹងឡើងអញ្ចឹងយើងអត់មានការឧបត្ថម្ភពីណាមកទេហើយអ្វីដែលយើងអាចឧបត្ថម្ភបានគឺមានថាយើងទទួលការ donate អំពីសប្បុរសជនផ្សេងៗអញ្ចឹងអត់មានអង្គការឬក៏ជាផ្នែកណាមួយធំដើម្បី sponsor នៅឡើយទេអញ្ចឹងនេះកើតចេញពីទឹកចិត្តរបស់ក្រុមគ្រូបង្រៀនហើយនិងយុវជនយើងតែប៉ុណ្ណោះសង្ឃឹមថាខ្ញុំអាចឆ្លើយសំណួរហ្នឹងអរគុណច្រើនចាអរគុណច្រើនបន្តថាថ្ងៃខ្ញុំបន្ថែមតិចថាសម្រាប់ថ្នាក់ទី12នេះគឺខាង Global Child យើងជួយឧបត្ថម្ភខ្លះដែរសម្រាប់គម្រោងថ្នាក់សិស្សថ្នាក់ទី12យើងណាបាទហ្នឹងហើយខ្ញុំឃើញឧត្តមលើកដៃplease អូខេលោកគ្រូជម្រាបសួរលោកគ្រូម្ដងទៀតលោកគ្រូវត្ថាដែលបានលើកឡើងលោកគ្រូតារាអញ្ចឹងខ្ញុំមានចម្ងល់មួយខ្ញុំឃើញថាកម្មវិធីរបស់យើងខ្ញុំបានអាន description តាក់ទងជាមួយកម្មវិធីរបស់យើងដែរគេថានឹងវឹក3សប្តាហ៍ហើយពីថ្ងៃទី4ដល់ថ្ងៃទី19ហើយបងវឹងគឺត្រៀមពួកទី12ដែលគាត់ត្រូវប្រឡងពួកយើងត្រូវប្រឡងសំណួរសួរថាតើអាការដែលយើងត្រៀមបែបហ្នឹងតើវា benefit ខ្លាំងទេតើវាអាចធ្វើឲ្យការប្រឡងរបស់យើងទទួលបានជោគជ័យខ្លាំងកម្រិតណាដែរគ្រូទៅតាម system នៃមេរៀនដែលលោកគ្រូបានផ្ដល់ឲ្យមើលទៅពេលវេលាដែលផ្ដល់ជូនហ្នឹងគឺរយៈពេលខ្លីមែនទែនចង់សួរលោកគ្រូមានផែនការគម្រោងមេរៀនបែបណាដែលធ្វើឲ្យទាំងអស់គ្នាដែលមានកម្រិតសិក្សាខុសៗគ្នាហ្នឹងគឺទទួលបានភាពជោគជ័យនៃការប្រឡងឆាប់ៗនេះលោកគ្រូអរគុណច្រើនឧត្តមខ្ញុំសូមឆ្លើយឡើងហ្នឹងណាបាទហ្នឹងហើយអរគុណច្រើនឃើញឧត្តមដាក់ក្នុង application មកឧត្តមសេបានល្អអញ្ចឹងឧត្តមគួរតែជួយសិស្សប្អូនព្រោះឧត្តមមិនមែនសិស្សថ្នាក់ទី12ទេហើយខ្ញុំពិតជាដឹងក៏ពិតនៅក្នុងប្លង់យើងដែលយើងនឹងជជែកបន្តទៅទៀតនេះគឺលោកគ្រូអ្នកគ្រូដែលជាលោកគ្រូស្ម័គ្រចិត្តអ្នកគ្រូស្ម័គ្រចិត្តហ្នឹងគាត់នឹងបរៀនពួកយើងតាមរយៈ Zoom ហើយគាត់ជួបជាមួយពួកយើងតែថ្ងៃសុក្រហើយនិងថ្ងៃសៅរ៍ទេព្រោះពួកគាត់មានការងារ snow ទាំងអស់គ្នាអញ្ចឹងចាប់ពីថ្ងៃស្អែកទៅចប់កម្មវិធីយើងបើកវគ្គនឹងហើយពួកយើងនឹងចូលទៅតាមថ្នាក់ Telegram រៀនខ្លួនដើម្បីធ្វើការទំនាក់ទំនងជាមួយនឹងគ្រូយើងបានហើយគ្រូយើងគាត់ឆ្នៃមេរៀនគាត់តម្លាក់កិច្ចការអីយ៉ាងម៉េចឲ្យពួកយើងធ្វើតាមគាត់ចុះនៅក្នុង CDL កម្មវិធីវគ្គខ្លីថ្នាក់ទី12នេះគឺជាការរៀបចំ 100% ពីលោកគ្រូអ្នកគ្រូស្ម័គ្រចិត្តដែលគាត់ជាគ្រូដែលមានបទពិសោធន៍ស្រាប់ហើយគាត់ចំណាយពេលវេលាជាមួយនឹងបងប្អូនទាំងអស់គ្នាជាពេលវេលាជាទឹកចិត្តចេញពីបេះដូងរបស់គាត់អត់មានប្រាក់ខែទេហើយខ្ញុំកំពុងតែនិយាយជាមួយនឹងក៏អត់បានថានិយាយជាមួយនឹងក៏អត់ដែរគឺជាការចូលរួមចែករំលែកពេលវេលារបស់ពួកយើងសម្រាប់សិស្សសាមសិស្សថ្នាក់ទី12ដែលបងប្អូនមិនទាន់មានបទពិសោធន៍នៅក្នុងជីវិតហើយមិនទាន់មានបទពិសោធន៍នៅក្នុងការប្រឡងថ្នាក់ទី12អញ្ចឹងខ្ញុំនឹង share file ដែលជាវិញ្ញាសាចាស់ធ្លាប់ប្រឡងពីមុនមកឲ្យលោកគ្រូ volunteer ហ្នឹងយកទៅប្រើជាមួយនឹងសិស្សសាមសិស្សយើងតែគាត់អាចយកឯកសារផ្សេងពីណាមកបរៀនក៏បានដែរឆ្លើយសំណួរឧត្តមថាតើយើងមានទំនុកចិត្តប៉ុណ្ណាគឺកូនសិស្សទេហើយនឹងគ្រូ volunteer ទេគាត់អាចជួយគ្នាបានប៉ុណ្ណាជាប់មិនជាប់យើងមិនដឹងទេណាយើងមិនដឹងទេលើខ្លួនឯងហ្នឹងហើយអញ្ចឹងឥឡូវនេះ CDL បានចាប់គ្រូចាប់កូនសិស្សឲ្យជួបគ្នាហើយអញ្ចឹងគ្រូហើយសិស្សជួបគ្នាដើម្បីរៀនទៅណាតិចជួបគ្នាដើម្បីនិយាយរឿងផ្សេងអាហ្នឹងជារឿងខុសបទបញ្ជាណាបាទអញ្ចឹងឆ្លើយខ្លីបានទេសូមច្រើនណាអរគុណច្រើនអញ្ចឹងឥឡូវសូមផ្អាកសំណួរសិនហើយសូមទៅធានបទបន្ទាប់បើមិនអញ្ចឹងទេអាចនឹងអត់ចប់ទេណាបាទអញ្ចឹងខ្ញុំសូមទៅ agenda យើងបន្ទាប់នេះច័ន្ទតារាចូលទេមិនថាជួយមើលគាត់ IT អត់ចូលទេណាតែជារវល់ខ្លាំងហើយឬក៏មានបញ្ហាសុខភាពអីផងខ្ញុំមិនដឹង right អញ្ចឹងបើអត់ទេខ្ញុំសូមចុចបង្ហាញតិចថា CDL នឹងមាន website មាន group Facebook page មួយដែលអ្នកនរគ្នាឃើញតាមរយៈការដាក់ apply scholarship ហ្នឹងនេះជា web នេះជា website របស់គាត់បាននៅលើ Google site ហើយ Facebook page អញ្ចឹងយើងមាន page មួយដែរតែក្រោមការជួយជម្រៅពីច័ន្ទតារាដែលគាត់ជា founder ជាអ្នកបង្កើត CDL នឹងឡើង
ជាអ្នកបង្កើត Wisely Group នឹងឡើងបាទអញ្ចឹងបងប្អូនតែជាសិស្សានុសិស្សឬក៏លោកគ្រូ volunteer សូមស្គាល់ page នឹងផងដើម្បីយើងដឹងនឹងតំណែងជាមួយនឹងពួកគាត់ថ្ងៃក្រោយហើយនៅក្នុងនេះខ្ញុំដាក់ទៀតសម្រាប់បងប្អូនដែលជាសិស្សានុសិស្សត្រូវការ train នេះបន្ថែមតាក់ទងទៅនឹង Zoom ព្រោះយើងប្រើ Zoom ដើម្បីឲ្យគ្រូនិងសិស្សជួបគ្នាខ្ញុំសូម click កន្លែងនេះបន្តិចគ្រាន់តែជាការបង្ហាញទេlink ផ្នែកខាងនេះគឺសម្រាប់គ្រូ volunteer ព្រោះគ្រូ volunteer គាត់ចេះបរៀនហើយប៉ុន្តែការប្រើប្រាស់ technology ក៏នៅមានកម្រិតដែរអញ្ចឹងពេលបងប្អូនរៀនដឹងហ្នឹងហើយអញ្ចឹងអូឃើញកល្យានគាត់ដាក់មួយហើយអ្នកគ្រូកល្យានចំណែកឯខាង list sheet របស់កូនសិស្សវិញគឺកូនសិស្សអាចដាក់ឈ្មោះគាត់នៅតាមម៉ោងដែលគាត់ទៅនេះអាចដើម្បីសុំ train ពី technology បន្ថែមណាចឹងថ្ងៃដែលយើងជួយ train កូនសិស្សមានពីថ្ងៃទី6រហូតដល់ទី9ទី10បាទមានម៉ោងតាមហ្នឹងអញ្ចឹងខ្ញុំនឹងតម្លាក់ link នេះឲ្យទៅក្នុង Telegram group របស់សិស្សអាច add ដែរនៅក្នុងហ្នឹងណា add ឈ្មោះចូលហ្នឹងដើម្បីគ្រូយើងជួយ train អញ្ចឹងបច្ចុប្បន្នហ្នឹងយើងមានគ្រូសបិនមួយចាំជួយ train អូខេហើយចូលមកប្រធានបទបន្ទាប់នេះគឺខ្ញុំចង់ឲ្យលោកគ្រូអ្នកគ្រូដែលជា volunteer យើងសម្រាប់កម្មវិធីជួយសិស្សថ្នាក់ទី12ហ្នឹងសូមលោកគ្រូអ្នកគ្រូ unmute ឬក៏បើកវីដេអូបន្តិចទៅដើម្បីintroduce yourself ណែនាំខ្លួនបន្តិចទៅលោកគ្រូនៅខេត្តណាហើយលោកគ្រូមានឈ្មោះដែរបាទលោកគ្រូអ្នកគ្រូ volunteer ដល់ពេលលោកគ្រូអ្នកគ្រូ volunteer ហើយចំណែកឯសិស្សានុសិស្សបងប្អូនដែលជាសិស្សានុសិស្សដោយសារយើងមានគ្នាច្រើនយើងមិនអាចនិយាយទាំងអស់ចឹងបានទេអញ្ចឹងបងប្អូនដែលជាសិស្សានុសិស្សជួយសរសេរនៅក្នុង message ប្រាប់បងប្អូនថាបងឈ្មោះអ្វីហើយបងប្អូនមកពីខេត្តណាណាបាទនៅក្នុង chat box ខ្ញុំនឹងអានឲ្យតិចតិចនិង share ឲ្យមើលណាបាទអញ្ចឹងលោកគ្រូស្ម័គ្រចិត្តមុនគេមកបន្តិចបានព្រោះស្ម័គ្រចិត្តយើងមានតែជា10នាក់ជាងទេលោកគ្រូសរួនមុនគេមកលោកគ្រូបាទអរគុណលោកគ្រូបាទជំរាបសួរលោកគ្រូខ្ញុំសូមសិទ្ធិមិនបើកវីដេអូពីព្រោះបែកស្អាតពេកអត់អីទេលោកគ្រូជំរាបសួរលោកគ្រូហើយជំរាបសួរវណ្ណថាហើយក៏ធ្វើសេចក្តីនឹករលឹកដល់បងប្អូនសិស្សានុសិស្សទាំងអស់គ្នាដែរខ្ញុំបាទសៀនសារ៉ូនគឺជាគ្រូស្ម័គ្រចិត្តនៅក្នុងកម្មវិធីហ្នឹងហើយការចូលរួមស្ម័គ្រចិត្តនេះគ្រាន់តែជាការចូលរួមចំណែកណាមួយដែលអាចជួយជំរុញដល់ការប្រឡងថ្នាក់ទី12របស់បងប្អូននៅក្នុងពេលខាងមុខនឹងជោគជ័យមិនជោគជ័យគឺវាអាស្រ័យលើសមត្ថភាពជាក់ស្ដែងរបស់បងប្អូនគ្រូគ្រាន់តែចូលរួមចំណែកដើម្បីជួយរុញគូតប៉ុណ្ណឹងឯងណាហើយខ្ញុំសូមឆ្លើយទៅនឹងសំណួររបស់អាដាមដែលនិយាយទាក់ទងនឹងការរំពឹងទុកថាតើវា potential កម្រិតណាហ្នឹងគឺយើងមិនរំពឹងទុកឲ្យ 100% ទេដោយសារយើង too late ហើយវាមិនអាចយើងរៀន12ឆ្នាំហើយមករំពឹងរៀនប្រហែលថ្ងៃនឹងឲ្យប្រឡងជាប់ទេអត់អាចទេបើសិនបើអញ្ចឹងតាំងពីថ្នាក់ទី1មកមិនបាច់ខំប្រឹងរៀនអីចាំមករៀនប្រហែលថ្ងៃជាមួយហើយ CDL ហ្នឹងដល់ជាប់ហើយអត់ទេអត់អាចទេហើយហ្នឹងមួយទៅតែទោះបីជា too late ក៏ប៉ុន្តែយើងខ្ញុំទាំងអស់គ្នានឹងព្យាយាមឲ្យអស់លទ្ធភាពដើម្បីជួយបងប្អូនហើយមួយទៀតដែលខ្ញុំចង់លើកគឺថាអ្នកទាំងអស់គ្នាប្រឡងមិនមែនតែមុខវិជ្ជាភាសាអង់គ្លេសនឹងទេអញ្ចឹងមិនមែនបានការជួយជ្រោមជ្រែងក្នុងមុខវិជ្ជាភាសាអង់គ្លេសហ្នឹងអញដឹងតែចប់ហើយអត់ទេអត់មានអញ្ចឹងទេណានៅមានមុខវិជ្ជាផ្សេងទៀតដែលបងប្អូនទាំងអស់គ្នាមិនត្រូវប្រឡែងដៃជាដាច់ខាតជាពិសេសក្នុងកំឡុង COVID នឹងដែលបងប្អូនពិបាករៀនក្នុង physical class ទៅបីសាលាបានបិទថ្នាក់ទី12ក៏ដោយតែលោកគ្រូសរួនអធិស្ឋានសូមខ្លីៗលោកគ្រូបាទអូខេសូមបញ្ចប់ដោយសង្ខេបទៅគឺថាសូមកុំប្រឡែងមុខវិជ្ជាគោលដែលបងប្អូននឹងប្រឡងក្នុងថ្ងៃនេះបាទសូមអរគុណច្រើនលោកគ្រូបាទខ្ញុំសូមអធិស្ឋានផងដោយសារមាន volunteer ផ្សេងទៀតគាត់នៅរងចាំដែរលោកគ្រូសបិនសូមបន្ទាប់ទៅលោកគ្រូបាទលោកគ្រូអូខេអញ្ចឹងជម្រាបសួរលោកគ្រូអ្នកគ្រូហើយនឹងបងប្អូនទាំងអស់គ្នាបាទខ្ញុំបាទឈ្មោះសុបិនជាបុគ្គលិករបស់អង្គការកម្មាពិភពលោកនៅខេត្តសៀមរាបបាទអញ្ចឹងថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនដែលតាក់ទងទៅនឹងច្បាប់វិន័យនៅក្នុងការរៀនតាមអនឡាញនិយាយដឹងថា
មិនថារៀននៅសាលា Excuse me លោកគ្រូសុបិនអត់ទាន់ដល់ធានបទដៃហ្នឹងទេលោកគ្រូ Introduce yourself first please your name where you from Okay sorry បាទ Okay យើងនៅកន្លែង introduction part បាទ 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 អរគុណច្រើនអញ្ចឹងលោកគ្រូសុបិនគាត់អញ្ជើញពីខាងអង្គការពិភពលោកហើយលោកគ្រូសុបិនជាគ្រូភាសាអង់គ្លេសហើយនិងជាបុគ្គលិកសង្គមការងារសង្គមផងដែរលោកគ្រូសុបិនក៏ជា teacher trainer សម្រាប់ជួយក្នុងបច្ចេកទេស technology ផងដែរ Thank you លោកគ្រូសុបិនហើយដល់សារខ្ញុំអត់មានជំនួយការជួយច្រើនទេនៅពេលនេះចឹងមើលអត់អស់ទេសូមឲ្យលោកគ្រូអ្នកគ្រូបរិញ្ញា unmute ដល់ខ្លួនឯងហើយ introduce ជាបន្តបន្ទាប់ please ខ្ញុំឃើញរ៉ានីមិញហ្នឹងខ្ញុំមើលមិញឃើញរ៉ានីនៅទេរ៉ានីមករ៉ានីមុនក៏បានដែរអត់ឃើញHello ខ្ញុំ បាទ introduce សួស្តីអ្នកទាំងអស់គ្នាលោកគ្រូអ្នកគ្រូហើយបងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះផៃច័ន្ទរតនាខ្ញុំរស់នៅភ្នំពេញហើយខ្ញុំជាសិស្សដែលទៅបញ្ចប់បញ្ញាបត្រភាសាអង់គ្លេសផ្នែកបង្រៀនហ្នឹងនៅសាកលវិទ្យាល័យជាស្ថានភាសាបរទេសសាកលវិទ្យាល័យភូមិន្ទភ្នំពេញអរគុណច្រើនតែប៉ុណ្្នឹងអរគុណលោកគ្រូរតនាបាទអរគុណបាទលោកគ្រូអ្នកគ្រូ volunteer បន្តទៀតអូខេជំរាបសួរលោកគ្រូតារាហើយជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំឈ្មោះលីមធីរតហើយជាគ្រូស្ម័គ្រចិត្តនៅក្នុង CDL ហ្នឹងហើយខ្ញុំបញ្ចប់បញ្ញាបត្រខាងផ្នែកវិញ្ញាសាអង់គ្លេសនៅសាកលវិទ្យាល័យ Western ឆ្នាំ2019ហើយរាល់ថ្ងៃខ្ញុំក៏ជាគ្រូបរិញ្ញានៅសាលាភាសាអង់គ្លេសមួយនៅចំការលើនៅកំពង់ចាមដែរខ្ញុំមកពីខាងខេត្តកំពង់ចាម Wow wonderful អរគុណច្រើនគ្រូពីកំពង់ចាមហ្នឹងហើយអរគុណបាទតោះលោកគ្រូ volunteer ដឹងខ្លួនឯងលោកគ្រូកុំចាំតោះជំរាបសួរលោកគ្រូតារានិងលោកគ្រូផាលីនិងសួស្តីបងប្អូនឬក៏បងៗទាំងអស់គ្នាខ្ញុំឈ្មោះសៅភាជានិស្សិតឆ្នាំទី3នៅវិទ្យាស្ថានភាសាបរទេសខ្ញុំមកពីភ្នំពេញចាអរគុណអរគុណច្រើនអ្នកគ្រូសូភាហ្នឹងហើយអរគុណ Thank you so much លោកគ្រូអ្នកគ្រូបន្តទៀតលោកគ្រូវ៉ាវ៉ាន់ខ្ញុំឃើញលោកគ្រូនេះខ្ញុំ scroll ពីមួយ slide ទៅមួយ slide ឥឡូវឃើញខ្ញុំស្គាល់ឈ្មោះគ្រូវ៉ាវ៉ាន់បាទលោកគ្រូអូខេអ៊ីនធឺណិតផៃជាអត់សូវលឺទេដឹងតែអញ្ចឹងស្រីអាំណែនាំខ្លួនទីមកស្រីអាំតែជា volunteer ខំប្រឹងជួយក្រុមមែនតើ2ថ្ងៃហើយស្រីអាំចាលោកគ្រូបាទណែនាំខ្លួនឲ្យគ្នាយើងស្គាល់តិចទៅព្រោះអីគេហៅយើងអ្នកគ្រូហើយយើងអត់ស្គាល់សួស្តីអ្នកនរគ្នាខ្ញុំឈ្មោះស្រីអាំហើយខ្ញុំ volunteer នៅ CDL ដែរបាទអរគុណច្រើនស្រីអាំ Thank you so much បាទអូអ្នកផ្សេងទៀតសិនបាទលោកគ្រូអ្នកគ្រូមិនគួរចាំយូរទេអានយូរទៅនិយាយតែម្ដងខ្ញុំសម្ដៅទៅលោកគ្រូអ្នកគ្រូ volunteer ដែលនៅក្នុងគម្រោង CDL ទាំងអស់ទាំង plan A plan B ហ្នឹងឲ្យតែមានវត្តមានក្នុងហ្នឹងសូម unmute មកលោកគ្រូអ្នកគ្រូបាទជំរាបសួរលោកគ្រូ Yes សេរតអ្នកគ្រូខ្ញុំឈ្មោះសេរតខ្ញុំជាគ្រូស្ម័គ្រចិត្តដែរហើយសប្តាហ៍ថ្ងៃខ្ញុំធ្វើការនៅអង្គការដែលបរៀនភាសាខ្មែរទៅជនបរទេសចាអរគុណអ្នកគ្រូបាទគាត់មិនចាំបរៀនខ្មែរបរៀនបរទេសទៀតហ្នឹងហើយឲ្យមកចំណាយពេលមួយយើងណា wonderful people ហ្នឹងហើយ good មានទៀតទេនៅមានទៀតអត់បាទជំរាបសួរលោកគ្រូ Yes ស្ដីបងប្អូនសិស្សទាំងអស់គ្នាខ្ញុំបាទឈ្មោះវាសនាហើយសប្តាហ៍នេះខ្ញុំក៏ជាគ្រូបង្រៀនស្ម័គ្រចិត្តនៅ CDL ដែរបាទហើយខ្ញុំមកពីសៀមរាបអរគុណ Wonderful thank you លោកគ្រូបាទហ្នឹងហើយបាទជាបន្តទៀតជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាហើយនិងសិស្សនិស្សិតថ្នាក់ទី12នាងខ្ញុំឈ្មោះហនថាវេជាគ្រូស្ម័គ្រចិត្តមកពីខេត្តកំពង់ចាមហើយសប្តាហ៍ថ្ងៃក៏ជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់នៅវិទ្យាល័យហ៊ុនសែនពានជកអរគុណអ្នកគ្រូអរគុណបាទអរគុណ Yes បងប្អូនសិស្សប្រហែលជាឆ្ងល់ហើយលោកគ្រូបន្តាហើយលោកគ្រូតារាតែងតែដាក់មេដៃដាក់សញ្ញាទេសដៃនៅហ្នឹងអាហ្នឹងយើងអាចហៅថាជា online classroom culture នៅក្នុងថ្នាក់យើងទេសដៃបានប៉ុន្តែនៅលើ online ចេះតែបានទេអញ្ចឹងយើងរៀន per function ហ្នឹងឲ្យហើយណាបងប្អូនគ្នាដើម្បីបញ្ជាក់ថាយើង pay attention
ទៅគាត់យើងចាប់អារម្មណ៍ចំពោះការគាត់ដែលគាត់បាននិយាយអរគុណច្រើនអ្នកគ្រូ volunteer បន្ទាប់ឬក៏លោកគ្រូបន្ទាប់អស់នៅដូចជាអស់ហើយណាបាទលោកគ្រូអធិស្ឋានលោកគ្រូខ្ញុំឈ្មោះខុនប៉ងឥឡូវខ្ញុំរវល់ខ្ញុំសូមចាក់ចេញមុនលោកគ្រូបានអត់អត់អីទេហ្នឹងហើយអត់អីទេហើយចាំបាទហើយចាំមើលវីដេអូដែលយើងផុសចូលនៅក្នុង group នេះណាដើម្បីអាប់ដេតទាំងអស់គ្នាពូនខននៅ session បន្ទាប់នេះគឺគេនឹងធ្វើការចែកថ្នាក់ទៅតាមថ្នាក់នីមួយថ្នាក់មានទី 12A រហូតដល់ទី 12H ណា A to H អញ្ចឹងសិស្សានុសិស្សដែលនៅក្នុងថ្នាក់នីមួយចុចលើ link ខ្លួនឯងដើម្បីចូលទៅថ្នាក់ខ្លួនឯងបាទពូនខនត្រូវមើលតែខ្លួនឯងដើម្បីចូលទៅថ្នាក់ណាអញ្ចឹងទេមិនដឹងចូលថ្នាក់ណាយ៉ាងវែងអញ្ចឹងចាំមើលវីដេអូតាមក្រោយអរគុណច្រើនយើងអាចចាក់ចេញទៅបានរៀបលាលោកគ្រូបាទជំរាបលាអរគុណខ្ញុំចង់ខលលោកគ្រូបានដដែលបើសិនជាលោកគ្រូចង់មានប្រសាសន៍លោកគ្រូអាចលើកឡើងបានពីព្រោះ CDL គឺជាបំណែកមួយនៃការចូលរួមរបស់លោកគ្រូកុំឲ្យតែខ្ញុំម្លងលោកគ្រូដែលគ្រូ volunteer សូម unmute ខ្លួនឯងហើយអាចមានប្រសាសន៍បានបាទមុននឹងខ្ញុំទៅ topic បន្ទាប់អូខេអត់អីទេចឹងអត់ហ៊ានបង្ខំទេខ្ញុំសូមទៅ topic បន្ទាប់តែម្ដងខ្ញុំ share the whole screen តែម្ដងចុះអូខេចឹង topic បន្ទាប់ខ្ញុំឃើញឲ្យសិស្សានុសិស្សគាត់បាន share គាត់មកពីណាណាបាទអូលោកគ្រូបានគាត់នេះទេបានគាត់បាន try ហើយបាទហ្នឹងហើយ good បាទនៅក្នុង chat box ដែលខ្ញុំបាន scroll ឲ្យនេះអញ្ចឹងបងប្អូនសិស្សានុសិស្សអាចឃើញហើយណាអាច scroll មើលខ្លួនឯងបន្ថែមក៏បានដែរសូមដាក់មេដៃមួយមើល quick reaction ដើម្បីបញ្ជាក់ថាអ្នកនរគ្នាកំពុងតែមើល screen ទាំងអស់គ្នា wonderful thank you so much ហាក់បីដូចជាក្រុមយើងនេះដូចជាចេះប្រើ Zoom ហើយនេះចូលទៅបរៀនស្រួលហ្មងអរគុណច្រើន alright ខ្ញុំសូមមកត្រឡប់មកកម្មវិធីយើងវិញបាទអញ្ចឹងនៅក្នុងវគ្គបន្ទាប់នេះគឺយើងទាន់ម៉ោងល្មមណា very respectful of time study program នេះគឺជាកម្មវិធីសិក្សាដែលឧត្តមសួរថាតើមានចំណុចស្នូលអីដែលសំខាន់ហ្នឹង CDL ហ្នឹងCDL គេធ្វើអីគេសម្រាប់សិស្សទី12ប៉ុន្មានអ្នកហ្នឹងដើម្បីជួយគាត់ឲ្យជាប់ហើយលោកគ្រូសរួនជួយឆ្លើយឲ្យថាជាប់អាហ្នឹងលើគាត់អញ្ចឹងនេះជា resource សម្រាប់អ្នកនរគ្នាខ្ញុំអាច share ទៅកូនសិស្សឲ្យមើលបានទាំងអស់គ្នាដែរហើយខ្ញុំនឹងតម្លាក់ file ទាំងអស់ចូលទៅក្នុង group របស់កូនសិស្សយើងរួមដែរណាបាទចាំបន្តិចបាទអញ្ចឹងនេះជាកម្មវិធី course syllabus ដែលលោកគ្រូគាត់នឹងតាក់តែងហើយនឹងរៀបចំទៅបរៀនបងប្អូនក្នុងរយៈពេល3សប្តាហ៍ហ្នឹងបាទរួមថ្ងៃនឹងចូលហើយបើអញ្ចឹង3សប្តាហ៍ហ្នឹងបាទហ្នឹងជា course syllabus ជាកម្មវិធីហើយអ្វីដែលយកទៅបរៀនឧទាហរណ៍ថានៅសាលាគេមានសភៅគេមិនអញ្ចឹងឯងមានសភៅគោលសភៅអីហ្នឹងហើយដល់ CDL យើងអត់ប្រើហ្នឹងទេដោយសារយើងបង្កើតកម្មវិធីនេះឡើងគឺដើម្បីចង់ឲ្យគ្រូ volunteer នឹងចំណាយពេលជាមួយនឹងបងប្អូនអញ្ចឹងយើងមានជា source យើងមានជាវិញ្ញាសាប្រឡងដែលប្រឡងហើយកាលពីឆ្នាំមុនហ្នឹងហើយវិញ្ញាសាហ្នឹងបានមកពីណាគឺបានមកពីលោកគ្រូស្ម័គ្រចិត្តនឹងឯងបាទអញ្ចឹងគាត់ចែកម្លែកមកពួកយើងហើយអញ្ចឹងយើងនឹងយកវិញ្ញាសាទាំងអស់ហ្នឹងយកធ្វើការសិក្សាឡើងវិញអានេះគឺ version ឆ្នាំ2014ណាអញ្ចឹងលោកគ្រូ volunteer បើគាត់រកបានអា version 2019 18អីបាទគាត់អាចតម្លាក់ចូលបន្ថែមឲ្យបរៀនបងប្អូនហ្នឹងដោយផ្ទាល់តែម្ដងអញ្ចឹងខ្ញុំសូមបង្ហាញដែរហ្នឹងគឺ teaching resource យើងនឹងប្រើប្រឡងឯកសារប្រឡងកាលពីឆ្នាំមុនយកមកប្រើហើយ volunteer គាត់នឹងយក resource ផ្សេងថែមទៀតយកមកបរៀនបងប្អូនហើយនឹងឆ្នៃកម្មវិធីផ្សេងដើម្បីបរៀនហ្នឹងគឺស្ថិតនៅលើទឹកដៃរបស់លោកគ្រូ volunteer ហ្នឹងបាទអញ្ចឹងនឹងកម្មវិធីហើយចំណុចបន្ទាប់ទៀតនោះគឺយើងនិយាយពីសុវត្ថិភាពតាមប្រព័ន្ធ online នៅក្នុងប្រព័ន្ធ online ដែលលោកគ្រូសុបិនចង់ចែកម្លែកនេះគឺខ្ញុំមាន link នេះមួយ link នេះគឺតាក់ទងទៅនឹងគឺជា form មួយដែលតម្រូវឲ្យលោកគ្រូ volunteer ទាំងសិស្សានុសិស្សអានហើយដាក់ឈ្មោះអានហើយបាទចុច agree យល់ព្រមណានេះអានលើ file ហ្នឹងមាននិយាយអីខ្លះfile នេះគឺនិយាយអំពីការប្រើប្រាស់អ៊ីនធឺណិតការទំនាក់ទំនងផ្សេងខ្ញុំសូមឲ្យលោកគ្រូសុបិនមានប្រសាសន៍ថាជា 2-3 នាទីតិចបានសង្ខេបបានហើយលោកគ្រូពីព្រោះយើងនឹងតម្លាក់ file នេះឲ្យគាត់អានទេបាទលោកគ្រូសុបិនបាទអូខេអញ្ចឹងខ្ញុំចង់ជម្រាបបន្តិចថាទាក់ទងទៅនឹងច្បាប់វិន័យបង្ការដើម្បីសុវត្ថិភាពនៅក្នុងការសិក្សាតាមប្រព័ន្ធអនឡាញយើងដឹងថាការសិក្សាមិនថានៅក្នុងថ្នាក់រៀនឬក៏នៅតាមប្រព័ន្ធអនឡាញតែមានច្បាប់វិន័យអញ្ចឹងនៅក្នុងនេះគឺលោកគ្រូចង់ឲ្យបងប្អូនអរគ្នាដែលយើងនឹងសិក្សា
នៅលើប្រព័ន្ធអនឡាញចង់ឲ្យលោកយើងទាំងអស់គ្នាមើលអានឲ្យយកចិត្តដាក់តាំងពីចំណុចខាងលើរហូតដល់ចំណុចខាងក្រោមនេះបើសិនជាមានចង្អល់អីយើងអាចសួរខាង CDL បានណាដើម្បីសុខភាពអស់គ្នាពីព្រោះយើងការសិក្សាបើសិនជាយើងអត់មានអភិន័យទេច្បាស់ជាការសិក្សារបស់យើងវាមានភាពប្រកែកតកាយើងអាចថាខ្ញុំសូមឲ្យលោកគ្រូសមិនឧទាហរណ៍មើលតើនៅលើអនឡាញនេះវាអាចមានភាពគ្រោះថ្នាក់អីទេសម្រាប់សិស្សសិស្សឬក៏លោកគ្រូជាវិទ្យាបាទឧទាហរណ៍ថាប្រសិនបើយើងឧទាហរណ៍ថាតេតតនឹងការសិក្សាតាមប្រព័ន្ធអនឡាញវាមានគ្រោះថ្នាក់ច្រើនណាស់ឧទាហរណ៍ថាតេតតទៅនឹងរូបថតឬក៏តេតតទៅនឹងការ share ព័ត៌មានអ្វីមួយដែលមិនល្អដែលយើងមានអញ្ចឹងគឺវាអាចប៉ះពាល់ណាឧទាហរណ៍ថាយើងរៀនជាមួយនឹងខាង CDL ក៏ប៉ុន្តែយើងមានអ្វីមួយដែលយើងមិនបានគោរពយើងយកយើងមិនថាយើងយកវាទៅផុសនៅក្នុងក្រុមយើងគឺវាអាចផលប៉ះពាល់គេអាចយករូបយើងទៅផុសទៅណាទៅណីទៀតហ្នឹងអានេះជាគ្រោះថ្នាក់អញ្ចឹងដើម្បីបង្ការគឺយើងត្រូវថាយើងអានទៅយើងនឹងអាចយល់ហើយណាបាទឧទាហរណ៍ថាយើងគាត់ផុសរូបមួយជួនកាលយើងគិតថារូបមួយហ្នឹងមិនអីទេប៉ុន្តែគេអាចយករូបហ្នឹងយើងទៅកាត់តទៅអីបានអញ្ចឹងណាបាទអានេះវាជាគ្រោះថ្នាក់ដែរបាទហ្នឹងខ្ញុំគាត់ថាលើកចំណុចមួយតូចប៉ុន្តែវាមានច្រើនទៀតដែលវាអាចជាហានិភ័យនៅក្នុងនៅតាមប្រព័ន្ធអនឡាញហ្នឹងវាមានច្រើនអរគុណច្រើនលោកគ្រូសុបិនបាទហ្នឹងហើយបាទខ្ញុំឃើញពេជ្រមានសំណួរសុំសំណួរបន្តិចមកបើសិនជាតកតមួយនឹងសុវត្ថិភាពអនឡាញនេះយើងនឹងឆ្លើយភ្លាមបាទពេជ្រខ្ញុំឃើញនៅដៃពេជ្របាទប្រហែលជាច្រឡំចុចប៉ះកន្លែងលើកដៃទេតែមើលនេះពេជ្របាទបើអញ្ចឹងខ្ញុំសុំទៅមុខទៀតដែរដោយសារពេលវេលាមិនអំណោយផលយើងទេបើសិនជាយើងជាពេលយូរអរគុណច្រើនលោកគ្រូសុបិនតកតងទៅនឹងសុវត្ថិភាពអនឡាញលឺពេជ្រនិយាយមែនទេអត់ទេណាអូខេអរគុណច្រើនបាទអញ្ចឹងដាក់សញ្ញាផ្ទះដៃដោយទូមួយទៅគាត់អរគុណច្រើនណាសម្រាប់ការចែកម្លែករបស់លោកគ្រូសុបិនហ្នឹងហើយអញ្ចឹងវិធានក្នុងការការពារអនឡាញហ្នឹងគឺរឿងសំខាន់ណាស់ពីព្រោះជនខិលខូចវាមាននៅគ្រប់ទីកន្លែងហើយនៅលើអនឡាញក៏មានការគម្រាមកំហែងអីដែរណាអញ្ចឹង CDL ចង់ការពារសុវត្ថិភាពអ្នកនរគ្នាទាំង volunteer ផងទាំងសិស្សសិស្សផងយើងក៏ចង់ឲ្យពួកគាត់មានបេះដូងបរិសុទ្ធចង់ជួយពួកយើងបែរជាត្រូវគ្រោះថ្នាក់នៅដល់ខ្លួនឯងទេហើយក៏យើងក៏ចង់ឲ្យបងប្អូនដែលជាសិស្សសិស្សហ្នឹងត្រូវចាញ់បោកគេឬក៏ចាញ់បោកជនខិលខូចមួយចំនួនដែលមកបន្លំខ្លួនជឿជាមនុស្សល្អអញ្ចឹងអាចមានមនុស្សអាក្រក់គ្រប់ទីកន្លែងគ្រប់ពេលវេលាសូមឲ្យបងប្អូនធ្វើម៉េចប្រុងប្រយ័ត្នបាទប្រុងប្រយ័ត្នបងប្អូនអញ្ចឹងហើយបានជា CDL បន្ថែម policy មួយទៀតដើម្បីការពារទាំងអស់គ្នាណាបាទឥឡូវខ្ញុំសូមទៅធានបត់យើងបន្តទៀតបាទខ្ញុំត្រូវចែកម្លែកតាក់ទងទៅនឹង group របស់យើងបាទហើយនឹងការបែងចែកថ្នាក់អញ្ចឹងមុននឹងទៅការចែកម្លែកនិងបែងចែកថ្នាក់ខ្ញុំសូម share full screen របស់ខ្ញុំទាំងអស់សិនអ្នកទាំងអស់គ្នានៅថ្ងៃនេះឥឡូវបងមើលឃើញ screen ខ្ញុំហើយឥឡូវខ្ញុំចុច Telegram របស់ខ្ញុំអញ្ចឹងនៅក្នុង Telegram អ្នកទាំងអស់គ្នាឃើញមាន OCDL អានេះសម្រាប់តែគ្រូ volunteer ទេខ្ញុំជជែកមួយគាត់ហើយអ្នកទាំងអស់គ្នាឃើញ CDL K12 SS 2020អានឹងសម័យថាយើងរៀននៅសាលា A យើងមានគ្រូមានសិស្សអីគឺនៅក្នុងនឹងទាំងអស់អញ្ចឹង CDL សម្រាប់ថ្នាក់ទី12 project នេះគឺយើងចាប់ដាក់ចូលទាំងអស់គ្នានៅក្នុង group ហ្នឹងណាបាទអញ្ចឹងអានឹងគេហៅថា CDL group រួមមួយហើយតទៅទៀតអ្នកនរគ្នាក៏មាន CDL ជាច្រើនទៀតគឺ CDL K12 បាទចាប់ពី K12A អ្នកឃើញទេអ្នកតាំងពី A B C D អញ្ចឹងយើងអាចហៅថា 12A B រហូតដល់ H អីចឹងទៅណាអញ្ចឹងអ្នកនរគ្នានឹងត្រូវចាប់ពីចូលចុចលើ link ចូលទៅថ្នាក់ខ្លួនឯងរៀងខ្លួនឥឡូវហើយណាបាទអញ្ចឹងខ្ញុំបង្ហាញសិន platform ទី1អ្នកនរគ្នានឹងចូលទៅថ្នាក់រៀងខ្លួនតិចទៀតហ្នឹងហើយ platform ទី2យើងបានបង្កើតមួយទៀតនោះគឺនៅក្នុង private group ដែលស្រីអាំគាត់ព្យាយាមតម្លាក់ link ឲ្យអ្នកនរគ្នាចូលដែរព្រោះយើងគិតថាកៃឡូសិស្សសិស្សយើងអត់ស៊ាំជាមួយ Telegram គាត់អាចទៅ Facebook group អីចឹងឥឡូវនេះវារៀង frozen let me refresh it ខ្ញុំ refresh តិចបាទនេះគឺ group នេះ community for distance learning ហើយសម្រាប់ students តែ group ហ្នឹងជា optional ទេចូលឬក៏មិនចូលក៏អត់អីដែរណាហើយ group ហ្នឹងគាត់នៅប្រាប់ឲ្យដឹងឥឡូវវាអត់ដើរទៅហ្នឹងទេចឹងខ្ញុំមក Telegram វិញអញ្ចឹងបងប្អូនត្រូវចាំថាអ្នកនរគ្នាមាន CDL K12 នេះគឺជាសាលារួមមួយរបស់អ្នកនរគ្នាសម្រាប់ communicate ហើយតទៅទៀតអ្នកនរគ្នាចុះក្រៅពីសាលាទៅបងប្អូនមានថ្នាក់រៀនខ្លួន
អ្នក A12 ដល់ A ដល់ K12 hash អញ្ចឹងទៅបាទឥឡូវខ្ញុំចូលមក agenda របស់យើងវិញឥឡូវខ្ញុំនឹងចុចការបែងចែកថ្នាក់បាទអញ្ចឹងយើងមាន8ថ្នាក់ក្នុង group របស់អ្នកនរគ្នាហ្នឹងអញ្ចឹងអ្នកនរគ្នាអាចនឹងមើលអានេះខ្ញុំមិនទាន់តម្លាក់ link ទេមានតែ link មួយហ្នឹងដែលមិនទាន់តម្លាក់ឬក៏អ្នកនរគ្នាអាចមើលតាម agenda គឺឃើញហើយអញ្ចឹងបងប្អូនអាចនឹងមើលដឹងថាមានថ្នាក់ A ហើយ H បើបងប្អូនដឹងថាខ្លួនឯងទៅថ្នាក់ណានឹងចុចលើថ្នាក់ហ្នឹងឥឡូវប្រហែលជាមានសំណួរដែរខ្ញុំនឹងនៅថ្នាក់អីគេមែនទេឧត្តមដឹងតែខ្លួនឯងនៅថ្នាក់អីទេឧត្តមអត់ច្បាស់ទេលោកគ្រូអាចារ្យបាទអញ្ចឹងលោកគ្រូ ដើម្បីដឹង advance ហ្នឹងហើយដើម្បីដឹងថ្នាក់ខ្លួនឯងនៅណាគឺចុចទៅលើ link ខាងលើនេះណាចុចលើ link ខាងលើនេះវានឹងបង្ហាញយើងដែលខ្ញុំបានតម្លាក់ជាសិលឹកកំថតថ្ងៃមិញឥឡូវអ៊ីនធឺណិតឡើយនេះវាកំពុងតែពិបាកខ្ញុំបើកធម្មតាមួយវិញបើក tab ច្រើនជាងវាស្ពីទៅហ្នឹងហើយ let me see បើកអានេះវិញបាទអញ្ចឹងឥឡូវយើងមើលថ្នាក់12នេះ group A ទេសូម្បីតែកុំព្យូទ័រធម្មតាក៏ចាប់ដើម slow ដែរ not sure what's wrong ហ្នឹងហើយអូខេឆ្លើយថាធ្លាប់មានសំណុំពរនៅក្នុងការជ្រើសរើសនោះគឺរៀនម៉ោង5កន្លះដល់ម៉ោង7អញ្ចឹងយើងមើលក្រុមម៉ោង5កន្លះដល់ម៉ោង7ហ្នឹងខ្ញុំដាក់ទៅជាក្រុម A បាទអញ្ចឹងបងប្អូនមើលឡើយនេះខ្លះនេះមានន័យថាឈ្មោះថ្នាក់ 12A មានលោកគ្រូច័ន្ទរតនាមានលោកគ្រូខុនវាសនាមានអ្នកគ្រូកៅកល្យានបាទអញ្ចឹងបងប្អូនមានលេខរៀងតាមលេខរៀងមួយហើយមានឈ្មោះពេញខ្លួនឯងអញ្ចឹងបងប្អូនដឹងថាខ្លួនឯងថ្នាក់នៅ 12A អញ្ចឹងបងប្អូនចុចទៅលើ link ថ្នាក់ទី 12A ហ្នឹងដើម្បីចូលទៅក្នុងថ្នាក់ខ្លួនឯងតែម្ដងវាអត់ដើរខ្ញុំបិទវាទៅមកណាអញ្ចឹងនេះជា link ខ្ញុំឧទាហរណ៍ថាឥឡូវយើងចុចចូល 12A មួយខ្ញុំសាកចុចមួយហើយយើងយកទៅចុចទៅយើងនឹងដឹងថាវានឹងនាំយើងទៅថ្នាក់ហ្នឹងហើយអញ្ចឹងវាសួរថា open telegram លើ desktop ទេអានឹងក្នុងករណីយើងប្រើ computer តែបើសិនប្រើទូរស័ព្ទវានឹងសួរអញ្ចឹងដែរហើយយើងចុច open telegram ហ្នឹងទៅគឺវានាំយើងមកថ្នាក់ Telegram នៅក្នុង Telegram program នេះតែអ៊ីនធឺណិតអត់ជាអំណោយផលប្រហែលទេនៅក្នុងពេលនេះlet me see អូខេសូមម្ដងទៀតខ្ញុំចុចជាន់ group ហ្នឹងហើយ open តាមហ្នឹងបាទឥឡូវវាអត់ដើរទេប៉ុន្តែវាត្រូវចូលមកក្នុង group ទី 12A ហ្នឹងហើយណាអញ្ចឹងខ្ញុំបង្ហាញមួយទៀតថ្នាក់មួយទៀតគឺថ្នាក់របស់ group B ដែលរៀនម៉ោង6ទៅម៉ោង8 6កន្លះទៅម៉ោង8អ្នកនរគ្នាខ្ញុំបាន share ហ្នឹងចូលក្នុង Telegram របស់ពួកយើងហើយអញ្ចឹងយើងអាចមើលដឹងឈ្មោះខ្លួនឯងណាចាប់ពីឈិនសីហៈបាទរហូតមកដល់ក្រុមលេខរៀងទី51តុងតាំងលីបាទអញ្ចឹងថ្នាក់ខ្លួនឯងគឺ K12 hash មែនទេ H ដែលជួរលើគឺ D មែនទេណា D ណា E ណា F ណា G ណា H ចឹងមកបាទអញ្ចឹងដឹងឈ្មោះខ្លួនឯងនៅថ្នាក់ណាអីមើលច្បាស់ហើយចាំយើងមកចុចលើ link ថ្នាក់របស់ខ្លួនរៀងខ្លួនអញ្ចឹងឥឡូវខ្ញុំនឹងតម្លាក់ link នេះថ្នាក់អីនេះចូលទៅក្នុង Telegram group រួមរបស់យើងមួយតែអ្នកនរគ្នាមិនបាច់ទាន់ចុចឥឡូវក៏បានដែរព្រោះឥឡូវនេះជាកម្មវិធី opening អញ្ចឹងយើងចាំស្ដាប់លោកគ្រូអ្នកគ្រូយើងធ្វើបទបង្ហាញបន្តសិនទៅណាឥឡូវ file ចែកថ្នាក់រៀនខ្ញុំតម្លាក់ចូលទៅក្នុង Telegram group CDL K12 SS 2020ដូចអ្នកនរគ្នាបានឃើញហើយអូខេ now come back to the agenda អញ្ចឹងការបែងចែកថ្នាក់មានប៉ុណ្ណឹងហើយខ្ញុំនិយាយជំនួស CM ហ្នឹងពួកអីអាំប្រហែលជាពិបាកដែរអញ្ចឹងខ្ញុំនិយាយជំនួសគាត់តែហ្នឹងណាបាទ that's it មានអ្នកណាមានសំណួរសួរតើតើនឹងការចែកថ្នាក់នឹងដែរទេទាំងអស់គ្នាខ្ញុំសូមបិទមួយហើយព្រួយដូចជាច្រើនពេក file បាទមានសំណួរសូមលើកដៃហើយលោកគ្រូវ៉ាន់ថាអាចជួយសម្របសម្រួលផងទូអញ្ជើញមុនទៅទូ unmute and talk អូខេទូបាទដើម្បីកុំឲ្យជៀសវាងការច្រឡំសូមលោកគ្រូអ្នកគ្រូលោកគ្រូដាក់តែឈ្មោះហើយដាក់ teacher ខាងចុងហើយអូនសេវតែឈ្មោះខ្លួនឯងមកហើយដាក់ SS ខាងចុងមកងាយនឹងពួកខ្ញុំមើលថាអ្នកណាជាសិស្សអ្នកណាជាគ្រូអញ្ចឹងច្រឡំតិច
បាទហ្នឹងឯងគ្រូ volunteer អាចជួយ name ខ្លួនឯងគ្រូជា volunteer ទៅក៏បានដែរសម្រាប់អ្នកអត់ចេះ rename បងប្អូនអាចមើលចំណុចយើងប៉ះលើរូបយើងហើយឃើញ3 dot ខាងស្ដាំដៃហ្នឹងហើយយើងចុចទៅវាទៅពេញគេថា rename ហ្នឹងហើយពេជ្រគាត់ចុចលើកមេដៃតែគាត់អត់ទាន់តម្លាក់ដៃទៅវិញហ្នឹងខ្ញុំ low hand គាត់មួយសិនពេជ្រចឹងខ្ញុំដាក់ដៃពេជ្រឲ្យចុះវិញណាបាទដូចជាអត់មានឃើញអ្នក react សួរទេលោកគ្រូបាទលោកគ្រូសរួនលើកដៃមួយ teacher បាទលោកគ្រូសរួនតោះឧបមាថាខ្ញុំកូនសិស្សជ្រើសយកខាងgroup A ដល់ពេលជាក់ស្ដែងគ្រប់ម៉ោងហ្នឹងខ្ញុំរវល់ហើយខ្ញុំចង់ទៅgroup B វិញព្រោះgroup B ខ្ញុំតនេអាចរៀនបានតើខ្ញុំអាចដូរបានឬអត់អូបាទអរគុណច្រើនលោកគ្រូសរួនយើងបានជែកគ្នាកាលយើងប្រជុំ volunteer ហើយលោកគ្រូមានដៃគូទេលោកគ្រូសុំដូរជាមួយនឹង volunteer យើងវិញពីព្រោះ volunteer យើងនៅសល់3នាក់ទៀតដែលគាត់ទៅធ្វើជា admin លោកគ្រូខ្ញុំឧបមាថាខ្ញុំជាសិស្សខ្ញុំសួរចំនួនសិស្សសិស្សរៀងពិបាកបន្តិចដោយសារយើងមិនមានរដ្ឋបាលអីច្រើនទេលោកគ្រូហើយខ្ញុំស្នើសុំឲ្យចេះវិញសិស្សសិស្សនឹង inform មកក្នុង group ហ្នឹងទៅហើយឲ្យគ្រូយើងនឹងជួយចាប់គាត់ទៅថ្នាក់ផ្សេងអញ្ចឹងទៅដើម្បីឲ្យគាត់ចូលទៅថ្នាក់ផ្សេងធ្វើអញ្ចឹងជិះវៀងចេះជិះវៀងគ្រូកូនសិស្សនឹងគាត់ស្គាល់គ្រូទៅគាត់ទៅរៀនតែគ្រូណាមួយដែលជា favorite teacher គាត់អស់ហ្នឹងណាអញ្ចឹងចង់ឲ្យមានការរៀនស្មើគ្នាទៅបើបងប្អូនមិនរវល់មិនចាំបាច់ទេកុំដូរថ្នាក់អីនៅថ្នាក់ណានៅថ្នាក់នោះទៅតែបើសិនចាំបាច់ដោយលោកគ្រូសរួនលើកឡើងឲ្យចាំដូរប្រាប់មកក្នុង group នឹងគ្រូឲ្យដឹងផងដូរបានលោកគ្រូអត់មានអីអាក្រក់ទេឆ្លើយសាមញ្ញចេះខ្លីប៉ុន្តែជា highly appreciate បើបងប្អូនសិស្សកុំព្យាយាមដូរអីទី1ដោយសារយើងអត់មាន admin ជួយធ្វើឲ្យការងារនឹងកាន់តែច្រើនហើយលោកគ្រូនិងគ្រូពិបាកក្នុងការកត់អវត្តមានមែនទែនអញ្ចឹងយើងសង្ឃឹមថាបងប្អូននឹងចូលរួមពេញរយៈពេលហ្នឹងហើយយើងមានតាមទិញហើយអត់តហ៊ានណាទេចាំយើងភាសាក្រុមខូយើងសិនអរគុណច្រើនបាទអូខេមានអ្នកណាមានទៀតទេបើអត់ទេខ្ញុំសូមបង្ហាញតិចថាតើសិស្សយើងមកពីខេត្តណាខ្លះមែនទេខ្ញុំសូមលោកគ្រូសរួននៅបន្ថែមតិចលោកគ្រូអញ្ជើញលោកគ្រូអត់ទេលោកគ្រូដៃនឹងលើកតាំងពីមុនហ្នឹងឯងអញ្ចឹងគ្រូជួយតម្លាក់ដៃបន្តិចទេចាំបាទខ្ញុំសូមជំរាបដល់លោកគ្រូអ្នកគ្រូទាំងអស់ឲ្យបានជាថាចេះCDL យើងសំណាងបន្តិចសំណាងទាំងលោកគ្រូអ្នកគ្រូហើយសំណាងទាំងសិស្សដែលធ្វើឲ្យយើងមានវាសនាហ្នឹងអាចជួបគ្នាខ្ញុំគិតថាការគិតរបស់ខ្ញុំណាហើយលោកគ្រូអាចនឹងគិតថាតើវាសមហេតុផលអត់ពួកយើងមិនដែលមានវាសនារៀនជាមួយនឹងសិស្សដែលមកពី7ដល់10ខេត្តក្រុងឯងដែលនៅក្នុងថ្នាក់ជាមួយយើងឃើញទេបាទអញ្ចឹងនៅក្នុងគម្រោងយើងបានទទួល application ដែលទទួលមកគឺ89នាក់ហើយមកពី17ខេត្តក្រុងនៅជុំវិញប្រជាជាតិកម្ពុជាយើងបាទអញ្ចឹងរំពឹងថាថ្ងៃណាមួយលោកគ្រូទៅមណ្ឌលគិរីរណគិរីអាចនឹងជួបកូនសិស្ស CDL ដែរសុំទឹកតែមួយកែវហូបបានណាបាក់សុំអីទេហ្នឹងហើយថ្ងៃណាមួយ CDL នឹងធ្វើ fundraising នៅរតនគិរីជិះកង់ជុំវិញភូមិជនជាតិទៅជិះកង់ជុំវិញបឹងយក្សឡោមដើម្បីប្រម៉ូទនៅផលិតផលរបស់ជនជាតិភាគតិចហើយនឹងប្រម៉ូទការរៀនពីចម្ងាយសង្ឃឹមថាបងប្អូននឹងជួយហើយថ្ងៃណាមួយ CDL នឹងទៅបាត់ដំបងនឹងធ្វើកម្មវិធីជិះកង់មួយជុំវិញប្រាសាទបាណន់ជុំវិញភ្នំសំពៅដើម្បីធ្វើការ raise fund ដើម្បីប្រម៉ូទនៅទេសចរក្នុងភូមិដើម្បីប្រម៉ូទផលិតផលក្នុងភូមិសង្ឃឹមថានឹងមានការចូលរួមពីបងប្អូនអញ្ចឹងCDL ក៏ជួយដល់បងប្អូនទៅវិញដែរសម្រាប់ដែលនៅឆ្ងាយជាឧទាហរណ៍បងប្អូនអាចមានឱកាសជួបជាមួយនឹងលោកគ្រូល្បីលោកគ្រូដែលល្អថែមទៀតផងគ្រាន់តែបងប្អូនតាក់ទងជាមួយនឹង CDL ហើយ CDL អញ្ជើញគ្រូណាមួយដែលជំនាញហ្នឹងបងប្អូនគ្រាន់តែឡើងទៅកន្លែងមានអ៊ីនធឺណិតអាចជួបគ្នាបានដែរអញ្ចឹង CDL នឹងធ្វើឲ្យអ្នកទាំងអស់គ្នាអាចជួបជាមួយនឹងមនុស្សដែលល្អនិងសំខាន់នៅថ្ងៃក្រោយ So នៅក្នុងកម្មវិធីយើងលើកនេះយើងទទួលបានសិស្សស្ត្រីច្រើនជាងបុរស So I think it's a big change ដែលយើងឃើញថានិស្សិតស្រីៗនឹងមានច្រើនជាងនិស្សិតប្រុសដែលជាក្មេងប្រុសហើយអញ្ចឹងអនាគតយើងសង្ឃឹមថាយើងនឹងមាន female leader មានអ្នកដឹកនាំជាស្ត្រីច្រើនជាងមុនបាទ
alright នេះជា list ប៉ុន្តែប្រហែលជាយើងមើលអត់ឃើញព្រោះយើងបានមើលមិញហ្នឹងណាបាទអញ្ចឹង group A មាន3ថ្នាក់ក្រុមដែលរៀនម៉ោង 5 កន្លះដល់ម៉ោង 7 ហើយ group B មាន 5 ថ្នាក់ក្រុមដែលរៀនពីម៉ោង 6:30 ដល់ម៉ោង 8 បាទអញ្ចឹងមើលទៅមានគ្រូអីតាមហ្នឹងខ្ញុំបានតម្លាក់ឲ្យនៅក្នុង group Telegram របស់យើងទាំងអស់គ្នា alright នេះជាក្រុមដែល CDL ហើយនឹងជា group ដែល founder បង្កើត Wisely ដំបូងស្ដាយដែរលោកគ្រូចន្ទរាគាត់អត់បានចូលរួមមិនដឹងថាមិនដែរអញ្ចឹងនេះជាប្រវត្តិនៃការបង្កើត CDL ហើយនឹង Wisely Green Youth ដំបូងហើយនេះជាបុព្វហេតុមួយដែលធ្វើឲ្យយើងមាន CDL ថ្ងៃហ្នឹងហើយមានopportunities ឱកាសដែលយើងបានជួបគ្នានៅពេលនេះ I think that's all អ្វីដែលខ្ញុំចង់លើកឡើងហើយសង្ឃឹមថាបងប្អូននិងលោកគ្រូអ្នកគ្រូនឹងចូលទៅតាមថ្នាក់លោកគ្រូអ្នកគ្រូត្រូវបានស្រីអាំអេតចូលតាមថ្នាក់ហើយតែបងប្អូនត្រូវការមើលថ្នាក់ខ្លួនឯងឲ្យស្គាល់រួចហើយចុចទៅលើថ្នាក់ដែលបងប្អូនត្រូវចូលបន្ទាប់មកទៀតបងប្អូនចាប់ផ្ដើមជជែកជាមួយលោកគ្រូអ្នកគ្រូហើយខ្ញុំសំណូមពរឲ្យលោកគ្រូអ្នកគ្រូ volunteer ធ្វើការណែនាំខ្លួនផងចែកម្លែក profile ចែកម្លែកបទពិសោធន៍អីចឹងទៅដើម្បីឲ្យបងប្អូនគាត់ inspire គាត់ដឹងថាលោកគ្រូអ្នកគ្រូបរៀនរំដល់ទៅជាមនុស្សបច្ចុប្បន្នហ្នឹងឆ្លងកាត់អីខ្លះឲ្យគាត់ស្គាល់លោកគ្រូឲ្យហើយលោកគ្រូអាចតម្លាក់ឯកសារអ្នកគ្រូអាចតម្លាក់ឯកសារផ្សេងៗដើម្បីឲ្យបងប្អូននឹងរៀនឲ្យហើយទៅបាទដល់ពេលសុក្រហើយសៅរ៍ជួបគ្នាគឺយើងចាប់ផ្ដើមចែកម្លែកឬក៏ discussion តែម្ដងហើយខ្ញុំជឿថាសិស្ស CDL គឺដូចជាត្រីអញ្ចឹងណាត្រីដែលឃ្លានណាត្រីដែលទឹកឡើងមកដំបូងចាប់ដើមចំណីគ្រប់កន្លែងឃើញទេគឺដេញតាមសួរគ្រូហ្មងដេញតាមសួរគ្រូដេញតាមរៀនហ្មងព្រោះដេញតាមរៀនហើយបានចូលមករៀននឹងបានបើមិនអញ្ចឹងទេគេមិនចូលទេគេយកទូរស័ព្ទលេងហ្គេមលេងអីសប្បាយជាងណាអញ្ចឹង CDL become as the eager learners ណា eager learners ហើយខ្ញុំចង់បន្ថែម advice បន្តិចទៀតរៀនតាម online ដូចយើងស្ដាប់ចម្រៀងមួយ CD អញ្ចឹងណាយើងមានបទពិសោធន៍ជាក់ស្ដែងយើងស្ដាប់ចម្រៀងមួយ CD មានបទខ្លះយើងចូលចិត្តយើងអត់ចង់ឲ្យបទនឹងចប់ទេមែនទេហ្នឹងហើយតែមានបទខ្លះយើងចុចម្លងពួកអីវាស្ដាប់ដូចធុញពេកអត់សុបាយទេរៀន online ដូចគ្នាហ្នឹងពេលខ្លះអ៊ីនធឺណិតលឿនទៅសុបាយចិត្តថាបានថាអីដល់ពេលអ៊ីនធឺណិតអត់បានចាប់ដើមធុញចាប់ដើមខឹងហើយអញ្ចឹងអ្នកនរគ្នានឹងមានបទពិសោធន៍ដូចស្ដាប់ចម្រៀង CD មិនអញ្ចឹងណាកុំតូចចិត្តកុំខឹងព្យាយាមទៅមុខទៀតយើងនឹងអាចជោគជ័យបានហើយយើងនឹងអាចរៀនបានទាំងអស់គ្នាណាអរគុណច្រើនអ្នកនរគ្នាអញ្ចឹងសូមសញ្ញាដាក់មេដៃមួយថាយើងនឹងមិនបោះបង់ហើយរៀនឲ្យបានជាប់លាប់ហើយនឹងត្រៀមប្រឡងឲ្យបានជោគជ័យអ្នកនរគ្នា That's great ញ៉ាំបកគលទូនាទីឲ្យបើអត់មានសំណួរទេបើបងប្អូនអត់មានសំណួរលោកគ្រូអ្នកគ្រូអត់មានសំណួរអីទេយើងនឹងដល់កម្មវិធីចុងបញ្ចប់គឺយើងថតរូបជុំគ្នាហើយបានថាជួយថតរូបទៅហើយបើបងប្អូនមានសំណួរសេះសល់បងប្អូនតម្លាក់ចូលទៅក្នុងក្រុមរួមណាបាទអញ្ចឹងក្រុមរួមហ្នឹងគឺក្រុម Telegram ដែលយើងមានលោកគ្រូសុបិនយើងមាន volunteer របស់យើងចាំជួយអមតាមក្រោយណាក្រុមនេះ CDL K12 SS 2020បាទអញ្ចឹងក្រុមហ្នឹងបងប្អូនតម្លាក់សំណួរសម្រាប់បញ្ហាអីតម្លាក់ចូលមកហ្នឹងចុះតែពេលដែលបងប្អូនចូលទៅក្នុងថ្នាក់រៀនខ្លួនហើយលោកគ្រូអ្នកគ្រូនៅតាមថ្នាក់ហ្នឹងក៏នៅនឹងដែរអញ្ចឹងលោកគ្រូអ្នកគ្រូ volunteer គាត់គឺជាអ្នកដឹកនាំបងប្អូនដោយផ្ទាល់តែម្ដងនៅតាមថ្នាក់នីមួយៗបាទអញ្ចឹងនៅពេលដែលរៀនហ្នឹងក៏មានលោកគ្រូអ្នកគ្រូស្ម័គ្រចិត្តដែលជារដ្ឋបាលចូលទៅមើលវត្តមានគាត់ដែរទោះបីជាយើងស្ម័គ្រចិត្តមែនតែយើងមានការពិនិត្យនិងតាមដានការចូលបង្រៀនគាត់ដែរអញ្ចឹងសង្ឃឹមថាអ្នកនរគ្នានឹងមានសុវត្ថិភាពអ្នកនរគ្នានឹងមានបទពិសោធន៍ល្អជាមួយនឹង CDL នៅក្នុងកម្មវិធីជួយបងប្អូនបំពន់សម្រាប់ដាក់ទី12នេះមិនច្រើនទេពេលវេលាតែសូមឲ្យប្រើពេលវេលាហ្នឹងឲ្យដូចចម្រៀងមួយ CD ដែលខ្ញុំនិយាយមិញណាឲ្យវាព្រោះកុំឲ្យវាចង់ចប់ណាហ្នឹងហើយសង្ឃឹមថាអញ្ចឹងសូមដាក់បេះដូងមួយដោយស្មោះស្ម័គ្រថារៀនឲ្យចប់រហូតដល់ថ្ងៃប្រឡងថ្ងៃទី19 Wonderful បើ screenshot ល្អបានថាអូខេខ្ញុំមានប៉ុណ្ណឹងក្នុងការចូលរួមហើយខ្ញុំរីករាយជួបមួយនឹងកូនសិស្សខ្ញុំដែរខ្ញុំបរៀននៅ 12H 12H ពីណានៅ 12H ជួបខ្ញុំហើយហ្នឹងហើយ Yes ចាំជួយបរៀនគ្នាយើងវិញផងអ្នកខ្លាំងOkay បាទថា your turn now to take a photo of everybody and wish them a good luck អូខេលោកគ្រូខាងខ្ញុំអផាយជា take camera ដែលយឺតតិចដោយសារខ្ញុំប្រើ share screen ទៅត្រូវ 2-3 តំណាក់អញ្ចឹងបើអាចលោកគ្រូអាចជួយខាងហ្នឹងមួយហើយអញ្ចឹងសម្រាប់ខ្ញុំជាចុងក្រោយហើយអរគុណលោកគ្រូក៏ដូចជា
លោកគ្រូអ្នកគ្រូខាង volunteer ហើយក៏ដូចជាបងប្អូនសិស្សសាស្ត្រសិស្សដែលអនុញ្ញាតឲ្យខ្លួនឯងមក test នៅអ្វីដែលថ្មីហើយខ្ញុំជឿថាការរៀន online នេះមិនថ្មីទេមួយរយៈពេលនេះប៉ុន្តែ CDL គឺជារសជាតិថ្មីមួយទៀតដែលបងប្អូននឹងជួបគ្នាហើយកុំតូចចិត្តអីធ្វើបិទតែវាខ្លីប៉ុន្តែយើងធ្វើវាឲ្យទៅជាខ្លឹមហើយ2021នៅរងចាំបងប្អូនទាំងអស់គ្នា800នាក់បន្ថែមទៀតអញ្ចឹងធ្វើបានមិនអាស្រ័យទៅលើខ្ញុំនិងក្រុមការងារមួយក្តាប់តូចទេអាស្រ័យទៅលើមានការចូលរួមពីលោកគ្រូអ្នកគ្រូហើយក៏ដូចជាការគ្រប់គ្រងពីបងប្អូនដូចគ្នាអញ្ចឹងជាចុងក្រោយជូនពរបងប្អូនទាំងអស់គ្នាប្រឡងចប់ទី12ទាំងអស់គ្នាហើយចប់បានហើយបាននិទេសល្អទៀតតែកុំភ្លេចខំរៀនផងអូខេ session បន្ទាប់គឺសូមការអនុញ្ញាតរបស់លោកគ្រូអ្នកគ្រូប្រសិនបើអាចបើកកាមេរ៉ាបានយើងមាន session ថតរូបជុំគ្នាណាអញ្ចឹងបើយើងលួចញញឹមហើយបិទកាមេរ៉ាឃើញក៏អត់ឃើញទេអញ្ចឹងសូមការអនុញ្ញាតបើកកាមេរ៉ាតាមមួយ plate ទេប្រហែលមិនយូរទេប្រហែលជា2ម៉ោងនេះហើយថតរូបអូខេអញ្ចឹងខ្ញុំសូម page ទី1មុនលោកគ្រូប្រហែលជាអាចជួយបានខ្ញុំដោយសារតែយឺតខាងនេះខ្ញុំចុចហ៎បាទអូតែខ្ញុំអ្នកចុចហ៎អញ្ចឹងអូខេខ្ញុំមកចុចនេះបាត់ចេញហ្នឹងហើយអញ្ចឹងយើង 1 2 and 3ខ្ញុំតម្លាក់ទៅក្នុង group យើងណា Okay and now page 2 1 2 3 Okay ចូលក្នុង page CDL ហើយ and page 3 1 2 3 done everybody wonderful everybody thank you so much Okayចឹងអរគុណច្រើនអ្នកនរគ្នាហើយបើមានបញ្ហាចូលទៅក្នុងថ្នាក់អត់បាន message នៅក្នុង group នឹងមកណាកុំទើសទាល់កុំខ្នែងចិត្តឲ្យតែធ្វើរឿងល្អអ្នកគ្រូលោកគ្រូនៅក្នុង volunteer ហ្នឹងគាត់នឹងជួយអ្នកនរគ្នាតែប្រយ័ត្នផងព្រោះអីសុវត្ថិភាពនៅលើ online បានប្រាប់ហើយណាបានបង្ហាញឲ្យអ្នកនរគ្នាមើលដែរហើយអ្នកនរគ្នាត្រូវ sign in ទៀត So my last message is please take care everybody and see you all online for the next 3 weeks good luckពួកយើង stay tuned ហើយព្យាយាម keep ទទួលព័ត៌មាន update ផ្សេងៗហ្នឹងកុំមានបញ្ហាឲ្យស្ងាត់ហើយរងចាំរហូតដល់វានឹងចប់បាត់អត់បានចូលរៀនហ្នឹងគួរឲ្យស្ដាយហ្នឹងហើយ Okay bye bye everybody អត់មានអ្នកចង់ទៅទេណា Okay កូនសិស្សខ្ញុំនៅលោកមុតឆាឥឡូវគាត់តែដល់ម៉ោងគាត់ថា goodbye បាត់ Goodbye teacher Yeah bye bye Goodbye teacher Goodbye I will stay to the last I see everybody off Goodbye teacher Goodbye Bye teacher Bye អាំ2ថ្ងៃនឹងរវល់ដល់ល្ងាចរហូត Goodbye teacher Goodbye too goodbye Yes I hope to see face to face some of all these students in the future Yes teacher As I mentioned we will go around the country Yes for sure Okay and I have to Goodbye admin Your name is admin No I'm Kanya Kanyaយើងហ៎Kanya Okay see you everybody So I have to switch I have to turn the Zoom off and it's time now and hope to see you all soon everybody Goodbye Bye Vanta Bye Yes